នេះគឺជាវិធីធ្វើជ្រូកផ្កាខាត់ណាដ៏ស្រួយឆ្ងាញ់បំផុតបងប្អូនដំបូងយកផ្កាខាត់ណានេះចាត់វារួចរាល់ហើយត្រាំជាមួយនឹងអំបិលផែ10ទៅ15នាទីចាំលាងសម្អាតវាចេញហើយទុកវាឲ្យស្រស់ទឹកបន្ទាប់មកទៀតបានយកកឡទៅស្រុះទឹកក្តៅហើយបានយើងញាត់ផ្កាខាត់ណាខ្ទឹមសខ្ទឹមក្រហមការ៉ុតដាក់ចូលក្នុងកឡយើងឲ្យពេញណែនអញ្ចឹងមកទើបយើងមកលាយទឹកសម្រាប់ធ្វើជ្រក់ដោយដាក់ស្ករសចំនួន1ពែងទឹកខ្មេះប៉មចំនួន2ពែងហើយនឹងទឹកយើងធម្មតាចំនួន2ពែងទឹកនេះគឺទឹកក្តៅដាំពុះបងប្អូនមិនតែទុកឲ្យត្រជាក់ហើយបានដាក់អំបិលចំនួន1ស្លាបព្រាកាហ្វេកូរវាឲ្យសព្វហើយចាក់ចូលមកក្នុងបន្លែរបស់យើងណាហើយវារៀងស្ទើរខ្ញុំក៏វាល់ຂະຫນាតពែងតូចមួយទៀតបងប្អូនដើម្បីដាក់ឲ្យវាពេញបើយើងធ្វើស្ទើជ្រក់របស់យើងអត់ឆ្ងាញ់ទេអញ្ចឹងទឹកនេះត្រូវតែដាក់ឲ្យពេញគីឡនឹងតែម្ដងបើទឹកជ្រក់របស់យើងស្ទើយើងលាយវាបន្ថែមចាក់ចូលចឹងមកបងប្អូនអត់បញ្ហាទេឲ្យតែត្រូវតាមក្បួនខ្នាតហ្នឹងមកដូចគ្នាចឹងមកអត់អីទេជ្រក់នេះពេលដែលយើងផ្អាប់វាបងប្អូនតែ3ថ្ងៃគឺអាចញ៉ាំបានហើយមិនត្រឹមតែស្រួយទេបងប្អូនរសជាតិក៏ឆ្ងាញ់ណាស់ធានាថាស្រួយតែម្ដងឲ្យតែបងប្អូនធ្វើឲ្យបានត្រឹមត្រូវដូចខ្ញុំប្រាប់អញ្ចឹងណាអូយបងប្អូនអើយឆ្ងាញ់ខ្លាំងណាស់ជាពិសេសមានសាច់អាំងអញ្ចឹងណាញ៉ាំជាមួយជ្រក់ត្រូវគ្នាតែម្ដង